ជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំមានម្ហូបមួយមុខបងប្អូនចង់បង្ហាញបងប្អូនអញ្ចឹងណាបងប្អូនអញ្ចឹងបាទគឺមានផ្អកត្រីឆ្ពិនបងប្អូនអញ្ចឹងសម្រាប់ផ្អកត្រីឆ្ពិននេះគឺយើងមានខែរដូវកាលវាបងប្អូនអញ្ចឹងត្រីឆ្ពិនកាលពីមួយខែមុនវាសម្បូរអញ្ចឹងគេអាចធ្វើផ្អកបានបងប្អូនត្រីឆ្ពិនគេធ្វើផ្អកឆ្ងាញ់ណាបងប្អូនអញ្ចឹងសម្រាប់ត្រីឆ្ពិនផ្អកត្រីឆ្ពិនហ្នឹងបងប្អូនអាចធ្វើជាម្ហូបញ៉ាំបានច្រើនបែបបងប្អូនអញ្ចឹងធ្វើម្ហូបទៅតាមការកែច្នៃលីលកដែលយើងចូលចិត្តអញ្ចឹងត្រីឆ្ពិនគេអាចយកទៅបាទស្ងោរជាមួយនឹងឆ្អឹងជំនីជ្រូកបាទឬក៏ស្ងោរជាមួយនឹងបាទបន្លែមានស្ពីមានតឡាចអីអញ្ចឹងបានមួយមុខបាទអញ្ចឹងមួយទៀតបងប្អូនក៏អាចយកទៅបាទការចំហុយអីអញ្ចឹងណាបាទចំហុយហើយជាពិសេសនោះគឺយើងមានអន្លក់បងប្អូនការចំហុយឬក៏ឆាបាទគឺឬក៏ចៀនអាំងអីចឹងណាបាទគឺជាពិសេសនោះគឺអន្លក់តែម្ដងអញ្ចឹងម្ហូបខ្មែរយើងបាទម្ហូបខ្មែរយើងគឺមានបែបហ្នឹងបងប្អូនហើយជាម្ហូបខ្មែរយើងសុទ្ធសាធតែម្ដងគឺផ្អកហ្នឹងបងប្អូនបាទសម្រាប់បរទេសវាអត់មានទេម្ហូបចឹងចឹងអីណាបាទអញ្ចឹងចំហុយគឺចៀនឬក៏បាទអាំងហ្នឹងគឺពិសេសហ្នឹងគឺយើងអាចរកអន្លក់បានមានបាទតសក់ស្ពីបាទមានយើងខែនេះសម្បូរពពាគឺត្រូវជាមួយពពាបងប្អូនអញ្ចឹងបងប្អូនអាចធ្វើអញ្ចឹងញ៉ាំបានបាទសម្រាប់ខ្ញុំបាទគឺឆាបងប្អូននេះយើងពងខ្ទឹមឲ្យក្រហមមកបាទយើងដាក់ស្ករក្រហមបាទត្រូវជាងគេគឺស្ករក្រហមហ្នឹងបងប្អូនអញ្ចឹងបាទកូរត្រឡប់បែបហ្នឹងដាក់ផ្អកចូលតែម្ដងបងប្អូនស្រួលងាយមែនតើហើយបើនិយាយពីម្ហូបមួយមុខនេះបាទរៀងចុះបាយបន្តិចហើយសម្រាប់ការទទួលទានជាមួយនឹងបាយគឺចូលចិត្តមែនតើបាទមិនថាខ្ញុំមិនថាបាទក្មេងៗឬចាស់ទេគឺចូលចិត្តមែនតើគឺផ្អកបាទឆាឬក៏ចៀនហ្នឹងបាទហៅថាយើងឆាផ្អកឬក៏ចៀនផ្អកហ្នឹងគឺបាទធ្វើឲ្យបាទការទទួលទានជាមួយនឹងបន្លែបងប្អូនបាទចុះបន្លែបាទចុះបន្លែហើយបាទការញ៉ាំបាយហ្នឹងក៏ដូចជាបាទចូលមែនតែនត្រូវតែម្ដងបាទសម្រាប់ផ្អកយើងធ្វើម្ហូបជាលក្ខណៈបែបហ្នឹងគឺយើងដាក់តែបាទប៊ីចេងតិចតួចបានហើយបងប្អូនអត់ដាក់ទឹកត្រីឬក៏បាទអំបិលទេតែស្អីបាទគឺផ្អកវាមានរសជាតិប្រៃស្រេចហើយបាទគឺយើងដាក់ទឹកខ្ទឹមសខ្ទឹមក្រហមបាទបំពងវាស្រួយល្មមហើយបាទយើងថែមស្ករក្រហមកូរលីងត្រឡប់ឲ្យបានក្រហមស្ករហើយគឺដាក់ផ្អកចូលតែម្ដងបាទអញ្ចឹងសម្រាប់បាទខ្ញុំគឺខ្ញុំចង់ឲ្យចូលជាតិគឺជ្រុំបាទបំបែកយកតែម្ដងគាត់ថាមើលទៅរៀងមិនសូវទំនងតែបើរសជាតិវិញគឺឆ្ងាញ់ជាងឲ្យយើងຕົកនៅតាំងមូលបងប្អូនបាទអញ្ចឹងផ្អកតែប៉ុណ្្នឹងបាទចាប់ដើមបាទវាដូចតែចង់ឆ្អិនហើយទៅសារវាបាទវាផុយបាទជូរល្អផុយហ៎បងប្អូនបាទឆ្អឹងឡើងតុនបាទឃើញបែបហ្នឹងគឺសក់ទាំងមាត់តែម្ដងបាទអញ្ចឹងផ្អកបាទចៀនបាទឆ្អិនហើយបងប្អូនបាទផ្អកចៀនឆ្អិនហើយបាទបងប្អូនណាខ្លះដែលអត់ទៅបានញ៉ាំបាទបងប្អូនអាចធ្វើអញ្ចឹងញ៉ាំបានហើយស្លឹកខ្ទឹម
សម្រាប់ហូបយកនេះគឺបាយជក់តែយើង cái cảm hộp chọc